សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកប្រាប់ពីរបៀបយកដាវមួយដាវហ្នឹងខ្ញុំអត់ស្គាល់ឈ្មោះទេតែខ្ញុំអត់ចេះអង់គ្លេសដែរអ្នកទាំងអស់គ្នាអធិស្ឋានផងអញ្ចឹងដើម្បីអាចយកដាវហ្នឹងបានអ្នកទាំងអស់គ្នាត្រូវការដុំស្អីគេនេះចំនួន100នេះដុំនេះនឹងអ្នកទាំងអស់គ្នាគេដុំនឹងចំនួន100ហើយអ្នកទាំងអស់គ្នាធ្វើដំណើរទៅអាតុកធំជាងគេនៅសមុទ្រទី2តោះយើងចេញដំណើរទៅបើមានសម្លេងមកពីក្រៅអធិស្ឋានផងអ្នកនរគ្នាថាខ្ញុំថតនៅជនបទទេអញ្ចឹងអ្នកនរគ្នានឹងយល់ហើយLet's say happy, 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 happy. Happy, happy, happy. Best friends are always with me. We sing, we dance, we laugh, we are happy every day. Have fun with us, let's say happy, 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 happy. Happy. នេះអ្នកទាំងអស់គ្នាគឺកោះហ្នឹងហើយអ្នកទាំងអស់គ្នាធ្វើដំណើរចូលទៅនេះគឺមកឆ្លងវាទៅនឹងថាពេលយប់មើលអត់ឃើញណាហើយអ្នកទាំងអស់គ្នាដើរទៅខាងឆ្វេងទៅខាងឆ្វេងហើយចូលតាមប្រឡោះពូជហ្នឹងតាមប្រឡោះទ្វារហ្នឹងទៅហើយមានខាងឆ្វេងហ្នឹងមានប្រឡោះ3អ្នកទាំងអស់គ្នាចូលប្រឡោះកតាទៅនឹងឃើញ NPC មួយនេះឯង NPC ហ្នឹងជា NPC ដែលដូរយកដាវមួយហ្នឹងវីដេអូមានតែប៉ុណ្្នឹងទេអ្នកនរគ្នាបាយបាយ